គប់គឺជារឿងខុសច្បាប់គឺជាការចូលដៃជាមួយនឹងសត្រូវក្បត់ជាតិឯងទាំងអស់ណាអញ្ចឹងតាសុកគួរតែយល់ថាតើកម្ពុជាគួរធ្វើអ្វីហើយកម្ពុជាមិនគួរធ្វើអ្វីស្ដាប់គាត់តបងព្រោះរឿងដែលគួរធ្វើនិងរឿងដែលមិនគួរធ្វើវាពិតជាពិបាកក្នុងការបែងចែកណាស់ដូច្នេះហើយបានជាយើងត្រូវជឿជាក់ត្រូវគ្រប់គ្រងលើរាជរដ្ឋាភិបាលស្របច្បាប់ដោយប្រកាន់យកប្រជាធិបតេយ្យជាគោលឆិនសធាក៏និយាយរឿងតាសុកគឺពិតជាភ្លើមែនមិនដឹងថារឿងណាគួរធ្វើនិងរឿងណាមិនគួរធ្វើអញ្ចឹងសូមបងប្អូនទាំងអស់គ្នាជឿជាក់គ្រប់គ្រងលើរាជរដ្ឋាភិបាលស្របច្បាប់ដោយប្រកាន់យកលទ្ធិប្រជាធិបតេយ្យជាគោលគឺគណៈបកប្រជាជនកម្ពុជាព្រោះមានតែគណៈបកប្រជាជនកម្ពុជាទេគឺជាគណៈបកដែលប្រកាន់គោលនយោបាយប្រជាធិបតេយ្យពិតប្រាកដហើយគណៈបកប្រជាជននិងរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជាដឹកនាំដោយសម្ដេចតេជោធិបតីតែងតែគិតគូរប្រជាជនជាចម្បងតែងតែគិតគូរផលប្រយោជន៍ប្រជាជនជាជំរើសទី1រហូត